ជំនាញសួរខ្ញុំបាទឈ្មោះលឹមមេងហៀងជា Manager របស់ Rai KH បច្ចុប្បន្ន Rai KH ផ្ដោតសំខាន់ទៅលើការលក់អាហារខ្ចប់តាមរយៈការដឹកជញ្ជូនមែនតើ Rai KH យើងចាប់ផ្ដើមបើកនៅខែមេសាឆ្នាំ2025រហូតមកដល់បច្ចុប្បន្ននេះវាមានរយៈពេល4ទៅ5ខែមកហើយជាក់ស្ដែងទៅការចាប់តាំងពីថ្ងៃដែលបើកមករហូតមកដល់បច្ចុប្បន្នចំពោះឧបសគ្គដែលយើងកើតមានរាប់ចាប់តាំងពីថ្ងៃដែលយើងសាងសង់ការជ្រើសរើសបុគ្គលិកបន្សំជាមួយនឹងការចំណង់ចំណូលចិត្តទៅលើវិស័យម្ហូបអាហារនៃការចម្អិនរបស់ពួកគាត់អ្វីដែលជាឧបសគ្គដ៏ធំបំផុតគឺជាពេលវេលាព្រោះពេលវេលាខ្លះពួកយើងអាចនឹងចម្អិនអាហារយូរដែលធ្វើឲ្យអតិថិជនរបស់យើងរងចាំនិងប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់ពួកគាត់ម្ហូបប្រចាំហាងរបស់យើងមានបាយកងៀតបាយផាក់ឡូវនិងបាយត្រីបេការីឯប្រភេទសាច់ពួកយើងជ្រើសរើសប្រភេទសាច់ដែលល្អចំណែកឯគ្រឿងផ្សំពួកយើងប្រឡាក់ជាមួយនឹងស្តង់ដារ4ណាត់ដ៏ត្រឹមត្រូវរបស់ហាងចំពោះម្ហូបដែលទទួលបានការកម្មង់ច្រើនជាងគេពីអតិថិជនគឺបាយផាក់ឡូវចំណុចពិសេសនៃបាយផាក់ឡូវរបស់យើងគឺយើងជ្រើសរើសយកគ្រឿងក្នុងដែលល្អដោយមិនជាប់ខ្លាញ់ដោយចម្រាញ់ជាមួយនឹងគ្រឿងផ្សំថ្នាំចិនសែដើម្បីបង្កើនឲ្យជារសនិងក្លិនដោយសារតែការចម្អិនម្ហូបគឺជាការធ្វើម្ហូបមួយចានដើម្បីឲ្យមនុស្សជាទីស្រឡាញ់ក៏បានភ្លក់នៅរសជាតិនេះហើយជាចំណុចសំខាន់ដែលខ្ញុំគិតថាគ្រប់ម្ហូបទាំងអស់ពេលដែលមនុស្សម្នាក់ក៏ទទួលបានរសជាតិមួយហ្នឹងខ្ញុំគិតថាក្តីស្រឡាញ់ពួកគាត់ចេញពីចិត្តហើយអារម្មណ៍ស្នាមញញឹមមួយគាត់ស្នាមញញឹមរបស់គាត់ហ្នឹងហើយដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាចង់បន្តទៅមុខទៀតសម្រាប់ម្ហូបមួយមុខឬក៏មួយចានអ្វីដែលខ្ញុំផ្ដោតសំខាន់គឺទឹកចិត្តនិងបេះដូងព្រោះខ្ញុំបានដាក់ចិត្តដាក់កាយក្នុងការដែលធ្វើម្ហូបមួយចានហ្នឹងដើម្បីឲ្យមនុស្សឬក៏អតិថិជនរបស់ខ្ញុំទទួលបានឲ្យជារសមួយដ៏ឈ្ងុយឆ្ងាញ់តែពួកយើងបានចាប់ដើមសហការជាមួយនឹង App eGate ចាប់តាំងពីថ្ងៃដំបូងរហូតមកដល់សប្តាហ៍ថ្ងៃនេះមកម្លេះបានជាខ្ញុំជ្រើសរើសយក App eGate ធ្វើជាដៃគូសហការព្រោះ App eGate បានជួយអត្ថប្រយោជន៍ជាច្រើនមកសម្រាប់ហាងដូចជាការបង្កើនការលក់ទទួលបានអតិថិជនថ្មីនិងអ្វីដែលពិសេសគឺ eGate បានជួយពិភាក្សាយោបល់ពីការ promotion នានាសម្រាប់ហាងផ្ទាល់